ផលរបស់ក្រុមហ៊ុនអាណនខេមរីយើងបានផលិតនោះគឺយើងឲ្យឈ្មោះថាចម្លាក់បរិស្ថានដែលចម្លាក់បរិស្ថាននេះគឺមានន័យថាយើងធ្វើរូបចម្លាក់កែច្នៃអំពីកំទេចឯកអាណាកំទេចឈើដែលបានមកពីការកាត់ឈើធ្វើគ្រឿងសង្ហារឹមផ្សេងទៅសល់កំទេចទីតូចកណ្ដាច់ឯកអាណាកំទេចទីដែលគេបោះចោលហ្នឹងយើងយកមកច្នៃធ្វើឡើងវិញអញ្ចឹងយើងមានធ្វើជាប្រភេទចម្លាក់ក្នុងចម្លាក់បរិស្ថានរបស់យើងនេះយើងបែងចែកជាប្រភេទនៃផលិតផលជាច្រើនប្រភេទដែរទី1ប្រភេទចម្លាក់តាំងតុកតាំងនៅលើតុកទទួលភ្ញៀវផ្សេងអញ្ចឹងទៅយើងមានចម្លាក់បែបទាំងសម័យទាំងបុរាណយើងមានប្រភេទជាផ្ទាំងសម្រាប់ដាក់ព្យួរអញ្ចាំងយើងមានជាប្រភេទថូផ្កាយើងមានជាប្រភេទសម្រាប់ដាក់ប៊ិចសម្រាប់ដាក់ណែមខាតហើយយើងមានប្រដាប់ដោតធូបហើយនឹងចានត្រូសាប៊ូនិងផលិតផលផ្សេងជាច្រើនការផលិតកែច្នៃចម្លាក់អំពីកំទេចឯកអាណានេះគឺមានតែក្រុមហ៊ុនអាណនខេមរីតែមួយគត់ដែលកំពុងតែធ្វើនេះអត់ទាន់មានអ្នកណាធ្វើហើយបើតាមខ្ញុំឆែកមើលផងទូទាំងពិភពលោកក៏អត់ទាន់មានអ្នកគេធ្វើដែរជាក់ស្ដែងយើងទទួលបានពានរង្វាន់ច្រើននៅក្នុងគំនិតនៃការច្នៃប្រឌិតនេះថ្មីនេះយើងទទួលបានពានរង្វាន់ជ័យលាភីលេខ1នៅក្នុងកម្មវិធីមួយដែលបង្កើតឡើងដោយអង្គការ UNEDO កម្មវិធីនោះឈ្មោះថា Global Clean Technology មានន័យថាកម្មវិធីពាក់ព័ន្ធជាមួយនឹងនវានុវត្តន៍បៃតងពិភពលោកអញ្ចឹងយើងទទួលបានជ័យលាភីលេខ1ហើយឆាប់នេះយើងត្រូវបានគេអញ្ជើញទៅប្រកួតនៅថ្នាក់អន្តរជាតិមួយទៀតនៅក្នុងប្រទេសអូទ្រីសនៅក្នុងខែ4ដើមខែក្រោយហ្នឹងដែលមានការចូលរួមពីប្រទេសជាច្រើនប្រហែលជា100ប្រទេសនៅក្នុងកម្មវិធីហ្នឹងគេហៅឈ្មោះថា Clean Tech Dayគេយកជ័យលាភីផ្សេងពីប្រទេសផ្សេងហ្នឹងមករួមទាំងយើងកម្ពុជាហ្នឹងទៅដើម្បីទៅប្រកួតយកជ័យលាភីថ្នាក់ពិភពលោកមួយទៀតជាមួយនឹងជ័យលាភីខ្ញុំមិនជារំពឹងអីទេប៉ុន្តែសំខាន់គឺយើងប្រឹងអស់លទ្ធភាពដើម្បីបង្ហាញនៅនវានុវត្តន៍របស់យើងទៅដល់ពិភពលោកឲ្យបានស្គាល់វាមិនត្រឹមតែរឿងពាក់ព័ន្ធជាមួយនឹងផលិតផលទេយើងក៏បានចូលរួមចំណែកយ៉ាងច្រើនពាក់ព័ន្ធជាមួយនឹងបរិស្ថានដែរការងារទាំងអស់នេះយើងបានជួយទៅដល់ការកាត់បន្ថយនៅឧស្ម័នកាបូនិកក្នុងមួយឆ្នាំប្រហែលជាខ្ទង់ជាង25តោនដែរហើយបើគិតជាចំនួនដើមឈើនៅនេះវិញប្រហែលជាវា25តោននៃឧស្ម័នកាបូនិកដែលយើងបានកាត់បន្ថយវាស្មើជាមួយនឹង1100ដើមនៃដើមឈើដែលអាចស្រូបយកឧស្ម័នកាបូនិកបាននេះខ្ញុំបានធ្វើការវិនិច្ឆ័យតម្លៃនេះតាមរយៈកម្មវិធីមួយដែលខ្ញុំបានចូលរួមហើយផលជះដែលក្រៅពីលើបរិស្ថានទៀតយើងក៏បានជួយដល់សហគមន៍តាមរយៈការបង្កើតការងារការជួយបំពាក់បំពន់នៅជំនាញទៅដល់សិប្បករនៅក្នុងមូលដ្ឋានរបស់យើងផងដែរហើយមូលហេតុធំពីរដែលធ្វើឲ្យខ្ញុំគិតដល់រឿងការបង្កើតផលិតផលថ្មីអំពីកំទេចឯកអាណានេះដោយសារតែឃើញពីសក្តានុពលនៅក្នុងខេត្តសៀមរាបយើងដែលមានស្រាប់យើងមានគេដំណើរបេតិកភណ្ឌវប្បធម៌ពីប្រាសាទអង្គរវត្តរបស់យើងពីតំបន់ប្រាសាទជាច្រើនដែលផ្ដល់នៅរចនាបថផ្សេងពាក់ព័ន្ធសិល្បៈវប្បធម៌របស់យើងយ៉ាងសម្បូរបែបមែនទែនហើយនេះពិតជាធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ហើយចង់រំលេចនៅសិល្បៈវប្បធម៌នេះបង្ហាញបន្ថែមទៀតហើយស្របពេលនោះដែរធនធានមនុស្សនៅក្នុងខេត្តសៀមរាបរបស់យើងពាក់ព័ន្ធជាមួយនឹងសិប្បករជំនាញផ្នែកចម្លាក់ហ្នឹងក៏សម្បូរបែបហើយពិតជាមានទេពកោសល្យល្អទៀតអញ្ចឹងយើងមានធនធានប៉ុណ្ណឹងហើយប៉ុន្តែពាក់ព័ន្ធជាមួយនឹងកាកសំណល់ហ្នឹងយើងឃើញថាមានការសំណល់ឈើជាច្រើននៅក្នុងខេត្តសៀមរាបរាប់សិបតោនក្នុងមួយឆ្នាំដែលរកចេញពីកន្លែងអាចឈើហើយនឹងសិប្បកម្មកៅទូកៅអីផ្សេងដែលធ្វើពីឈើហ្នឹងអញ្ចឹងខ្ញុំឃើញចំណុចខ្លាំងហើយនឹងការគម្រាមកំហែងហ្នឹងដែរអញ្ចឹងយើងដោះស្រាយបញ្ហាហ្នឹងខ្ញុំចំណាយពេលជាង2ឆ្នាំដើម្បីធ្វើការស្រាវជ្រាវថាតើយើងអាចយកកាកសំណល់ឈើទៅលាយបញ្ចូលគ្នាជាមួយនឹងជ័រឈើឬក៏ជាមួយនឹងបច្ចេកវិទ្យាអីដែលអាចបំលែងឲ្យកំទេចឈើឲ្យក្លាយទៅជារបស់មួយថ្មីមួយដែលមានភាពរឹងមាំហើយយើងអាចបត់បែនវាតាមរចនាប័ទ្មដែលយើងចង់បានបន្ទាប់ពីខ្ញុំធ្វើការសាកល្បងប្រហែលជាជាង2ឆ្នាំហើយខ្ញុំឃើញផលិតផលមួយអញ្ចឹងខ្ញុំអាចជឿជាក់ថាផលិតផលហ្នឹងវាមានភាពរឹងមាំស្វិតរាល់ថ្ងៃយើងមានការគ្រប់គ្រងពីអតិថិជនក្នុងស្រុករបស់យើងច្រើនដែរពាក់ព័ន្ធជាមួយនឹងមិនត្រឹមតែជាអតិថិជនដែលគាត់ប្រើប្រាស់រាយមួយសម្រាប់តាក់ជាកដោអនុស្សាវរីយ៍តាំងលម្អផ្ទះឬក៏អីទេសូម្បីតែជាប្រភេទក្រុមហ៊ុន
សមាគមឬក៏ NGO អីផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើងក៏ចាប់ដើមមានការគ្រប់គ្រងកាត់មកចាប់ដើមជាវត្ថុអនុស្សាវរីយ៍ដែលផ្លែអំពីកាកសំណល់ឈើហ្នឹងដើម្បីដាក់នៅក្នុងកម្មវិធី event របស់គាត់អីចឹងយើងមានទទួលបានធ្វើច្រើនដោយសារតែទី1គឺលក្ខណៈពិសេសនៃផលិតផលរបស់យើងដែលជាផលិតផលគ្រប់គ្រងទៅដល់បរិស្ថានផងហើយលើកកម្ពស់សិល្បៈវប្បធម៌នេះមករឿងទី2ហ្នឹងពាក់ព័ន្ធជាមួយនឹងគុណភាពរបស់វាជាក់ស្ដែងហ្នឹងគឺវាមានភាពធន់ទុកបានយូរវាអាចហើយវាមានទម្ងន់ស្រាលហើយតម្លៃរបស់វាក៏មានភាពសមរម្យហើយលទ្ធភាពបត់បែនរបស់យើងអាចធ្វើឲ្យភ្ញៀវនោះគឺលឿនរហ័សទាន់ចិត្តយើងអាចផលិតបានក្នុងបរិមាណច្រើនហើយលឿនជាងប្រភេទចម្លាក់ថ្មឬឈើផ្សេងទៀតដោយសារតែយើងប្រើបច្ចេកទេសនៃការគៀបពុម្ពផងហើយវត្ថុធាតុដើមរបស់យើងគឺវាមានភាពងាយស្រួលរកផងដែរផលិតផលរបស់យើងមានចាប់តាំងពី$1តាំងពីយកត្រូវតែយើងទទួលធ្វើតាំងពីទូចរហូតដល់ទៅធំកម្ពស់រាប់ម៉ែត្រប្រហែលជា2-3ម៉ែត្រគឺយើងអាចធ្វើបានដែរទៅតាមតម្រូវការរបស់ភ្ញៀវជាក់ស្ដែងប៉ុន្តែបើនិយាយពីល្បឿនធ្វើខ្ញុំគិតថាមានតែអាណត្តិទេក្រុមហ៊ុនរបស់ខ្ញុំធ្វើបានលឿនជាងគេយើងអាចនិយាយបានថាបើសិនជារូបចាស់លោកភ្ញៀវកំងដល់ថា1000ក្រាប់ក៏ខាងខ្ញុំអាចធ្វើបានក្នុងរយៈពេលមួយសប្តាហ៍យើងអាចធ្វើបានបាទផលិតផលរបស់ខ្ញុំបើនៅសៀមរាបយើងតាំងច្រើនបំផុតនៅក្នុងសារមន្ទីរមានទាំងសារមន្ទីរអង្គរផ្លូវទៅអង្គរយើងហ្នឹងយើងមានស្ទើរតែគ្រប់មុខដែលយើងមានហើយយើងបន្តមកទៀតយើងមាននៅសារមន្ទីរព្រះនរោត្តមសីហនុហ្នឹងក៏មានច្រើនដែរហើយនៅតាមស្ថានភាពផ្សេងនៅក្នុងខេត្តសៀមរាបស្ទើរតែគ្រប់ស្ថានភាពដែរហើយយើងមាននៅតាមហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើននៅក្នុងផ្សារចាស់ហើយនៅក្នុងផ្សារ Made in Cambodia Market ឥឡូវហ្នឹងក្រុមហ៊ុន Anand Cambodia របស់យើងកំពុងត្រូវការជាងផ្នែកចម្លាក់ប្រហែលជា3នាក់ទៀតយើងចង់បានភេទប្រុសព្រោះកិច្ចការងារពាក់ព័ន្ធជាមួយនឹងការដាក់ឆ្លាក់ហើយសម្រាប់ភេទស្រីក៏យើងត្រូវការប្រហែលជា2នាក់អីថែមទៀតដែរពាក់ព័ន្ធជាមួយនឹងការជួយក្នុងការសម្អាតលាបពណ៌ហើយនឹងធ្វើនេះធ្វើនោះបន្ថែមទៀតជាមួយនឹងដំណើរការនៃការផលិតទាំងមូលហ្នឹងគ្រប់ទៅយើងត្រូវការប្រុស3និងស្រី2នាក់បន្ថែមទៀតឥឡូវបច្ចុប្បន្នមានប្រមាណកម្មករយើងមានប្រហែលជាជាង20នាក់ដែរAnand Cambodia มันពិបាករកទេតាមបើយើងមានទីតាំងនៅក្នុងខេត្តសៀមរាបនៅក្នុងភូមិចន្លងសង្កាត់សាលាកំរាកក្រុងសៀមរាបហើយយើងអាចតាក់ទងតាមរយៈទូរស័ព្ទឬក៏ Telegram របស់ខ្ញុំបាទត012 206 135ឬក៏តាម Facebook Page យើងគាត់តែវាយពាក្យថា Anand Cambodia ទៅយើងនឹងអាចឃើញ Page របស់ Anand Cambodia យើងមាន Anand Cambodia ដូចគ្នាដែរយើងមាននៅក្នុង Facebook Page Instagram LinkedIn អីចឹងហើយយើងមាន website របស់ក្រុមហ៊ុនដូចគ្នាដែរយើងគ្រាន់តែវាយពាក្យថា Anand Cambodia ទៅយើងអាចចូលទៅក្នុង website របស់ក្រុមហ៊ុនដែលយើងមានបង្ហាញនៅផលិតផលដែលយើងមាននៅក្នុងនោះហើយនឹងអ្វីៗផ្សេងៗទៀតជាច្រើននៅក្នុងនោះ